ចូលក្នុងក្តារមឈូសហើយមានបន្ទូលថាអ្នកណាក៏មិនឲ្យរំលឹកពីក្តារមឈូសនឹងដែរគឺហាមទាំងអស់អូអញ្ចឹងក្រោយមកក៏គ្មានអ្នកណាហ៊ានចូលដំណាក់តូចនេះទេមែនហើយគ្មានអ្នកណាហ៊ានទេហើយចូលព្រះនាងយងនេះមានយាងមកទេគ្មានទេក្រៅពីសោមាសពាក់ជាប់នឹងខ្លួនតានាងសោឲ្យទៀតណាប៉ះពាល់មិនបានទេលោកគួរតែដឹងឲ្យច្បាស់ទៅព្រះនាងមានសោមាសមួយត្រូវហើយសោមាសរបស់ព្រះនាងគឺព្រះជាមុនទុកឲ្យព្រះនាងព្រះជាមុនមានបន្ទូលទៀតថាសោមាសមួយអ្នកណាក៏មិនអាចប៉ះពាល់បានដែរមិនឲ្យប៉ះពាល់ទេណាអូមិនបានជូនដំណើរទេលោកអប្រាជ្ញនេះជារទេះសេរបស់ព្រះម្ចាស់សួយហើយជាខ្ញុំយកដង្វាយមកថ្វាយព្រះអង្គដល់រាជធានីនោះទីមានដល់អ្វីក្រាបទូលព្រះអង្គមានដង្វាយដៃមកខាងមួយរទេះថ្មីព្រះអង្គម្ចាស់ផ្ញើដៃមកខាងមួយរទេះមកមែនទេមេតបពីរនាក់ដែលមកជាមួយនៅមុខទ្វារអ៊ុំមិនបានកាត់ដៃមកខាងដៃមកខាងមួយរទេះការពិតបានន័យថាម៉េចទេមេតបពីរនាក់និយាយថាដៃមកខាងនៅលើរទេះសត្វជាដៃកងទ័ពនៅជំរំដែលចង់បាបោព្រះម្ចាស់ឃើញពួកគេចង់បាបោក៏កាត់ដៃមកខាងរបស់ពួកគេយកមកថ្វាយព្រះអង្គក្រាបទូលរួចចុះលោកមេតបពីរនាក់ដែលកាត់ដៃនៅចំពោះមុខអ៊ូមិនហេតុអីក៏កាត់ដៃរបស់ខ្លួនឯងចឹងពួកគេថាបើព្រះអង្គមិនបញ្ជូនស្បៀងទៅទៀតពួកគេក៏មានចិត្តចង់បាបោដែរសូមព្រះអង្គទ្រង់ជ្រាបក្រាបទូលព្រះអង្គម្ចាស់លើកទី1បញ្ជូនអាវុធបាក់បែកមួយរទេះមកឲ្យយើងលើកនេះគឺដៃមកខាងមួយរទេះលើកក្រោយគេប្រកាសជាកាត់ក្បាលមនុស្សមួយរទេះផ្ញើមកឲ្យយើងជាមិនខាននោះទេមេតបតាំងពីនិយាយថាព្រះម្ចាស់មិនបញ្ជូនអ្វីដែលជារទេះមករាជធានីគេទេបើបញ្ជូនមកគឺកងទ័ពរាប់ម៉ឺននាក់កងទ័ពរាប់ម៉ឺនចេញវិជាទៅឆាប់ទៅប្រាប់មេតបដែលបានដល់នេះទៅប្រាប់ថាកន្លែងធ្វើប្រាក់របស់ពួកយើងបានដំណើរការហើយយើងនឹងបញ្ជូនប្រាក់មួយចំនួនធំទៅឲ្យព្រះអង្គម្ចាស់សួយហើយនៅមានទៀតយើងនឹងទៅឃ្លាំងទី2ដើម្បីដកយកស្បៀង50ម៉ឺនអង្រែកចេញពីរាជធានីទៅដឹកជញ្ជូនទៅឲ្យព្រះអង្គម្ចាស់សួយនៅក្នុងពេលឆាប់ៗនេះប្រាប់ទូលព្រះអង្គទូលបង្គំទទួលរាជបញ្ជាក្រាបទូលព្រះអង្គលោកម្ចាស់វងសុំជើកលជាចង់ជួបយើងអញ្ចឹងទូលបង្គំថ្វាយបង្គំព្រះអង្គលោកមហាក្រាស់ក្រោកឡើងអព្រះគុណហេតុអីក៏លោកមហាក្លឹកមកទាំងព្រៀងបែបនេះទូលបង្គំចូលពរព្រះអង្គទាំងយប់គឺដោយសារតែរឿងមួយដែលទូលបង្គំយល់ថាសំខាន់ខ្លាំងណាស់អូឆាប់និយាយព្រាមទៅទូលបង្គំឮថាប្រាក់ដែលកំពុងធ្វើបានដឹកមកដល់ហើយនឹងត្រូវចាប់ផ្ដើមធ្វើប្រាក់ហើយ
រឿងធំបែបនេះឯខានមិនអាចប្រហែលបានទេក្រាបទូលប្រយ័ត្នដោយលើកមុនរទេះប្រាក់ត្រូវគេប្លន់ដោយសារស្នាដៃពឹសពិលរបស់មហាចៅទាំង8ទៀតលោកបានគិតដដល់ឲ្យយើងក៏លែងបារម្ភទៀតដែរយើងក៏បានឲ្យកងទ័ពចាត់កងទ័ពរាជវាំងការពារកន្លែងធ្វើប្រាក់ហើយផ្នែកការងារទទួលខុសត្រូវធ្វើប្រាក់ក៏ចាត់មនុស្សជា100នាក់ការពារទីនោះការពារប្រាក់គ្រប់ចំនួនដំណឹងដាក់ចូលទៅក្នុងកេសប្រាក់ទៀតផងមិនបាច់បារម្ភទេលោកមហាត្រឹកព្រះអង្គទូបង្គំបារម្ភជាងគេគឺផ្នែកការងារក្នុងទីจัดការធ្វើប្រាក់ជ្រួលច្របល់ក្រាបទូលអូលោកមហាត្រឹកនិយាយច្បាស់ទៅក្រាបទូលព្រះអង្គតុងឆាងបានលួចស៊ើបពីមន្ត្រីទាំង6ផ្នែកហើយបានឃើញក្នុងបញ្ជីឈ្មោះជាង10000នាក់ក្នុងចំណោមមន្ត្រីចាប់ពីថ្នាក់លេខ5ឡើងទៅមានមនុស្សមិនតិចទេដែលគួរឲ្យសង្ស័យនេះរបស់លោកគឺក្នុងចំណោមមន្ត្រីមានអ្នកលួចចូលដៃជាមួយនឹងមហាចៅទាំង8មែនទេពិតមែនផុសតាំងមិនគ្រប់គ្រាន់តែมันអាចមិនប្រយ័ត្នបានទេបើឲ្យមនុស្សរបស់ចៅទាំង8បន្លំចូលទៅខាងក្នុងនោះលទ្ធផលពិបាកស្មានហើយពិតជាគ្រោះថ្នាក់ណាស់ក្រាបទូលលោកមហាត្រឹកដាស់តឿនយើងត្រឹមត្រូវហើយរឿងនេះយើងពិតជាប្រុងប្រយ័ត្នជាមិនខានទេសូមលោកមហាត្រឹកទុកចិត្តចុះអូមែនណាតុងឆាងរបស់លោកមិនដឹងជាអាចចាប់មនុស្សដែលទុកចិត្តបានប្រមាណអ្នកឲ្យទៅកន្លែងធ្វើប្រាក់ជួយយើងសហការធ្វើប្រាក់ដែលចាំបាច់នោះរឿងនេះណាបោះពុំប្រាក់គឺជាកិច្ចការចាំបាច់របស់ព្រះអង្គទូបង្គំគួរតែជួយរំលែកទុក្ខលំបាកថ្វាយព្រះអង្គហើយប៉ុន្តែព្រះអង្គក្នុងរាជការតែងតែមានអ្នកខ្លះមិនពេញចិត្តនឹងទូលបង្គំនោះទេក្រាបទូលគេរកគ្រប់មធ្យោបាយស្វែងរកផុសតាំងដាក់ទូកំហុសឲ្យទូបង្គំស្លាប់ទូបង្គំពិតជាពិបាកធ្វើការខ្លាំងណាស់ក្រាបទូលសភាពបែបនេះទូបង្គំចាត់មនុស្សសំណាក់តងឆាងទៅធ្វើការកន្លែងសំខាន់ធ្វើប្រាក់ពួកអត់នោះប្រកាសជាបង្ករឿងហើយមិនពេញចិត្តសឹងតែអាចរៀបចំអន្ទាក់ឲ្យទូបង្គំលោតចុះទៅហើយក្រាបទូលបើសិនជាបែបនេះពិតមែនអាចខកកិច្ចការធំដែលធ្វើប្រាក់ដល់ព្រះអង្គថែមទៀតផងដូច្នេះទូបង្គំយល់ថាយល់ល្អសំណាក់តងឆាងកុំលុកដៃអីដើម្បីជៀសវាងរឿងដែលកើតឡើងអូណាសូមព្រះអង្គយល់ដល់ផលវិបាករបស់ទូបង្គំផងបានជាលោកនិយាយបែបនេះទៅហើយយើងក៏មិនអោយលោកពិបាកដែរអរព្រះគុណប៉ុន្តែលោកត្រូវតែសន្យាជាមួយនឹងយើងរឿងមួយបើពិតជាមាននរណាម្នាក់ចង់ទៅចាត់ការកន្លែងធ្វើប្រាក់សូមលោកត្រូវតែជួយយើងការពារចង្ក្រានហើយនឹងប្រាក់ទាំងអស់នោះឲ្យទាល់តែបានណាទូបង្គំទទួលព្រះរាជបញ្ជាអញ្ចឹងទូបង្គំថ្វាយបង្គំលាហើយបានសូមជើញលោកមហាថ្លៃយកជ្រៅហើយភ្លៀងក៏ធ្លាក់ខ្លាំងទៀតពនាងឆាប់ផ្ទុំទៅណាក្រាបទូលព្រះអង្គស្អែកចាប់ផ្ដើមធ្វើប្រាក់ហើយតើត្រូវចាត់មន្ត្រីចុះទៅត្រួតពិនិត្យទេក្រាបទូលចោលក្បត់ហ្វុងប៉ាវមិនចង់ឲ្យយើងចាត់មន្ត្រីទៅកន្លែងធ្វើប្រាក់ទេគេប្រកាសជាមានល្បិចកលប៉ុន្តែយើងត្រូវតែចាត់មន្ត្រីទៅឲ្យបានច្រើនដើម្បីកុំឲ្យអ្នកណាច
ចូលបានឲ្យសោះហើយឆាប់ទៅប្រាប់ផ្នែកការងារភ្លាមទៅស្អែកពេលព្រឹកចាត់មន្ត្រី200នាក់ទៅទីចាត់ការនោះហើយឲ្យពួកគេពាត់ចង្ក្រានធ្វើប្រាក់ឲ្យចិត្តកុំឲ្យសល់ចន្លោះឲ្យសោះ ក្រាបទូលព្រះអង្គលោកឧបរាចារ្យមិននៅក្នុងសំណាក់ទេ យប់ជ្រៅហើយចាំងសួរគេទៅណាទៅតាមរកបន្តទៀតទៅ ក្រាបទូល